ជំរាបសួរបងប្អូនគ្នាអរគុណព្រះថ្ងៃនេះអ្នកគ្រូមានកិច្ចការខាងទី3ចាមេរៀនគណិតវិទ្យាចឹងមេរៀនថ្ងៃនេះមេរៀនទី9ធននិមិត្តចាចឹងថ្ងៃនេះអ្នកគ្រូនឹងបង្ហាញលំហាត់មួយទៅកូនទាំងអស់គ្នាគណនាបរិមាត្រខាងក្រោមចាចឹងយើងនឹងរកបរិមាត្ររូបធននិមិត្តចំនួន2ជាមួយអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹងលំហាត់ទី1របស់យើងនេះគឺតកតងជាមួយនឹងបរិមាត្រការ៉េចាអញ្ចឹងការ៉េគឺជ្រុងតែ4ស្មើគ្នាអញ្ចឹងតាមរូបមន្តគេថាចាបរិមាត្រការ៉េជ្រុងបូកជ្រុងបូកជ្រុងបូកជ្រុងចាបូក4ដងចាអញ្ចឹងយើងមើលជ្រុងរបស់ការ៉េគឺមាន4 1 2 3 4ចាអញ្ចឹងប្រវែងចាបរិមាត្រជុំវិញការ៉េទាំងមូលគឺស្មើ15ទាំងអស់ចាស្មើ15ទាំងអស់អញ្ចឹងតាមរូបមន្តយើងទាញលេខមកចា15ចាយើងយក15ចាបូក15ចាបូក15ហើយបូក15ទៀតមកចា15សង់ទីម៉ែត្រចាអញ្ចឹង15សង់ទីម៉ែត្របូក15សង់ទីម៉ែត្របូក15សង់ទីម៉ែត្របូក15សង់ទីម៉ែត្រ4ដងចាតាមរូបមន្តរបស់យើងមកចាអញ្ចឹងយើងបានចម្លើយចាអញ្ចឹងយើងនឹងសរសេរទៅជាប្រមាណវិធីជាមួយអ្នកគ្រូទាំងគ្នាចា15ចាបូក15បូក15ចាបូកបាន4ដងមកចាចាសូមបូកជាមួយអ្នកគ្រូទាំងអស់គ្នាចា5បូក5 10 10បូក5 15 15បូក5 20ចា20កូនសេលេខ0ត្រាទុក2ចាអញ្ចឹង2បូក1ស្មើនឹង3 3បូក1 4 4បូក1 5 5បូក1 5 6 6កូនសេលេខ6មកចាអញ្ចឹងចម្លើយរបស់យើងគឺ60សង់ទីម៉ែត្រចាអញ្ចឹងគេដាក់មក15បូក15បូក15បូក15គឺស្មើ60ចាសង់ទីម៉ែត្រចាអញ្ចឹងយើងមានរបៀបទី2ចារបៀបទី2លោកមន្តប្រាប់ថាយកជ្រុងគុណនឹង4ចាអញ្ចឹងយើងយកជ្រុងគុណនឹង4មានន័យថាយើងយកប្រវែងជ្រុងទី1មកហើយយកមកគុណជាមួយនឹងជ្រុងទាំង4មកគឺយើងឃើញចម្លើយដូចគ្នាចាអញ្ចឹង15ចាអញ្ចឹងយើងជ្រុងគុណនឹង4យើងយកមក15ចា15គុណនឹង4ចាអញ្ចឹង15គុណនឹង4ស្មើប្រមាណគុណឥឡូវយើងសរសេរជាប្រមាណទីជាមួយអ្នកគ្រូចា15ចាគុណនឹង4ចាចឹង5 4ដងមក20សេលេខ0ត្រាទុក2 4ម្ដង4 4នឹង2 5 6ចាអញ្ចឹងចម្លើយរបស់យើងគឺ60ដូចគ្នាចា60សង់ទីម៉ែត្រដូចគ្នាចាអញ្ចឹងពីរបៀបនេះគឺរបៀបមួយនេះលឿនចាមានន័យថាយើងប្រើវិធីគុណទៅគឺលឿនចាធ្វើឲ្យយើងការកណនាលំហាត់របស់យើងគឺលឿនជាងខាងលើគឺយើងត្រូវបូក4ដងចាអញ្ចឹងរៀងយូរជាងចាឥឡូវទៅមើលលំហាត់ទី2ជាមួយនឹងគ្រូចារកបរិមាត្រត្រីកោណចាអញ្ចឹងបរិមាត្រត្រីកោណដោយដឹងថាចាបរិមាត្រទី1នេះគឺ15សង់ទីម៉ែត្រចាទី2 19សង់ទីម៉ែត្រហើយបរិមាត្រទី3នេះគឺ21សង់ទីម៉ែត្រចាអញ្ចឹងត្រីកោណគឺមានជ្រុង3ចាចឹងឥឡូវយើងមើលតាមរូបមន្តបានប្រាប់ថាជ្រុងបូកជ្រុងបូកជ្រុងអញ្ចឹងបូក3ដងចាដោយសារត្រីកោណគឺមានជ្រុងចំនួន3អញ្ចឹងយើងយកលេខមកចំនួនមក15ចាបូកជាមួយនឹង19សង់ទីម៉ែត្រចាឲ្យបូកជាមួយនឹង21សង់ទីម៉ែត្រអញ្ចឹងស្មើចាសូមសរសេរជាប្រមាណវិធីជាមួយអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹងយើងសេប្រមាណវិធីបូកមក15ចាបូកជាមួយនឹងចា19ចាបូកជាមួយនឹង21ចាអញ្ចឹងយើងបូកមក15បូក9វា14ចា14បូក1 10 15សេលេខ5ចាត្រាទុក1 1បូក1 2 2បូក1 3 3បូក2 5ចាអញ្ចឹងចម្លើយរបស់យើងគឺ55សង់ទីម៉ែត្រចាអញ្ចឹងបរិមាត្រជុំវិញត្រីកោណគឺ55សង់ទីម៉ែត្រចានេះជាចម្លើយចាអញ្ចឹងសង្ឃឹមថាមេរៀនថ្ងៃនេះនឹងជួយកូនបន្ថែមទៀតហើយកូនអាចមើលលំហាត់នៅក្នុងសៀវភៅមានច្រើនទៀតសូមប្រាប់ទៀតបងជំរាបលា